SUV តម្លៃខ្ទង់$20000ជាង check សម្បូរមុខងារសុវត្ថិភាពច្រើន check spec ខាងក្នុងធំទូលាយ check ហើយនេះគឺជា Chery Tiggo 7ជំរាបសួរខ្ញុំបាទស៊ីណុងស្វាគមន៍មកកាន់វីដេអូថ្មីអញ្ចឹងនៅក្បែរដៃខ្ញុំនេះគឺជា SUV លក្ខណៈគ្រួសារដែលមានតម្លៃសមរម្យមួយណាគឺ Chery Tiggo 7ដែលតម្លៃរបស់វាគឺត្រឹមតែ$26990ប៉ុណ្ណោះជាមួយនឹងការធានាចេញពីក្រុមផ្លូវការ Chery Cambodia រហូតដល់ទៅ7ឆ្នាំឬក៏150,000គីឡូម៉ែត្រផងដែរអាចនិយាយបានថាវាជា SUV លក្ខណៈគ្រួសារដែលមានរូបរាងទាន់សម័យកាប៊ីនខាងក្នុងធំទូលាយល្អហើយដែលសំខាន់នោះគឺមានបំពាក់ជាមួយនឹង option ទំនើបក៏ដូចជាមុខងារសុវត្ថិភាពជំនួយទៅលើការបើកបរប្រចាំថ្ងៃនឹងច្រើនផងដែរអូខេបងប្អូនអញ្ចឹងពាក់ព័ន្ធជាមួយនឹងការ design រូបរាងផ្នែកខាងក្រៅដូចបងប្អូនឃើញហើយភាសា design គេគឺបែប luxury ទាន់សម័យអញ្ចឹងណាហើយខ្ញុំពេញចិត្តជាមួយនឹងប៉ាណាមុខមែនទែនដោយសារតែការ design គេរំលេចជាមួយនឹងមើលទៅដូចជាត្បូងពេជ្រណាស្អាតមែនទែនអមជាមួយនឹងចង្កៀងមុខដែលជាប្រភេទ LED ក្នុងនេះគឺមានជាមួយនឹងមុខងារបិទបើកអូតូក៏ដូចជាអាចសេរីកម្ពស់ខ្ពស់ទាបបានផងដែរហើយចំណុចដែលពិសេសមួយទៀតនោះគឺវាមានជាមួយនឹង smart key របស់វាគឺយើងអាចបញ្ជាឡានពីចម្ងាយបើកគ្រប់ឡានពីចម្ងាយបានអញ្ចឹងគឺផ្ដល់ភាពងាយស្រួលមែនទែនហើយចំណុចដែលពិសេសមួយទៀតនោះគឺជាមួយនឹង smart key នេះនៅពេលដែលយើងដើរចូលទៅចិត្តឡានគឺវានឹង unlock ហើយយើងដើរចេញវិញគឺវានឹង lock ដោយអូតូផងដែរអញ្ចឹងផ្ដល់ភាពងាយស្រួលមែនទែនអញ្ចឹងពាក់ព័ន្ធជាមួយនឹងការ design រូបរាងផ្នែកចំហៀងវិញដូចបងប្អូនឃើញហើយគឺហាប់ណែនល្អមែនទែនហើយដែលសំខាន់គឺមានបំពាក់ជាមួយនឹងយ៉ាងកង់អាលុយមីញ៉ូមទំហំ18អ៊ីងការ design ចេញមកគឺពណ៌ប្រផេះអាឡូងអញ្ចឹងណាមើលមកគឺស្អាតខ្លាំងមែនទែនហើយដែលសំខាន់នៅក្នុងនេះក៏មានជាមួយនឹងមុខងារចាប់សម្ពាធខ្យល់កង់ផងដែរទាំង4គ្រាប់មកអញ្ចឹងសម្រាប់ការបើកបរប្រចាំថ្ងៃបងប្អូនងាយស្រួលបាទងាយស្រួល check មើលហើយពាក់ព័ន្ធជាមួយនឹងផ្នែកចំហៀងនេះគឺមាន highlight ជាមួយនឹង chrome ដែលរំលេចជាមួយនឹងភាពប្រណិតណាដូចបងប្អូនដឹងហើយថាឡានដែលមានតម្លៃថ្លៃដាក់ជាមួយនឹង chrome ចេះគឺមើលមកគឺប្រណិតហើយមានជាមួយនឹងជើងសម្រាប់ចាប់តម្រនៅលើដបូលនេះផងដែរអញ្ចឹងសម្រាប់ការប្រើលក្ខណៈគ្រួសារបងប្អូនជិះទៅផ្លូវឆ្ងាយអីចង់ដាក់អីវ៉ាន់បន្ថែមអីចាប់ដាក់ជើងលើដបូលនេះបានទៀតអញ្ចឹងពាក់ព័ន្ធជាមួយនឹងឡាននេះគឺទំហំ space ធំបាទដូចខ្ញុំបញ្ជាក់អញ្ចឹងប្រវែងរបស់វាគឺ4.5 ម៉ែត្រតតឹង1.8 ម៉ែត្រកម្ពស់1.6 ម៉ែត្រហើយនឹងកម្រិតពីកង់មកទៅកង់ក្រោយហ្នឹងគឺ2.6 ម៉ែត្រអញ្ចឹងគឺធំទូលាយមកសមរម្យសម្រាប់ការប្រើជាលក្ខណៈគ្រួសារហ្មងបងប្អូនចំពោះការ design ផ្នែកខាងក្រោយនេះក៏ទាក់ចិត្តដែរជាពិសេសគឺការបំពាក់ជាមួយនឹង stop LED បាទតវែងលាតពេញផ្នែកខាងក្រោយនេះមើលមកគឺស្អាតមែនទែនផ្នែកខាងក្រោយនេះក៏មានជាមួយនឹង sensor 4 គ្រាប់ក៏ដូចជាកាមេរ៉ាផងដែរអញ្ចឹងកាមេរ៉ាគឺមកជុំឡានបាទទាំងផ្នែកចំហៀងនិងផ្នែកខាងមុខជាប្រព័ន្ធកាមេរ៉ា360 degree ណាហើយចំណុចដែលពិសេសមួយទៀតនៅពេលដែលយើងមាន smart key នៅក្នុងខ្លួនយើងគ្រាន់តែមកឈរក្បែរទ្វារគ្រប់ខាងក្រោយនេះគឺវានឹងបើកឡើងអូតូផងដែរអញ្ចឹងពាក់ព័ន្ធជាមួយនឹងទំហំក្លុបបាទ space ខាងក្រោយនេះគឺធំទូលាយដូចបងប្អូនឃើញអញ្ចឹងបាទមានជាមួយនឹង rido ដើម្បីបាំងជាមួយនឹងអីវ៉ាន់យើងផងដែរហើយមានជាមួយនឹងកង់សកួរនៅផ្នែកខាងក្រោយដែរអញ្ចឹងសម្រាប់បងប្អូនធ្វើដំណើរទៅផ្លូវឆ្ងាយក៏អត់ចាំបាច់បារម្ភដែរអូខេបងប្អូនអញ្ចឹងចូលមកដល់ផ្នែកខាងក្នុង Tiggo 7មួយនេះការរៀបចំគេចេញមកគឺបែប luxury បែបប្រណិតមកហើយអីដែលខ្ញុំចាប់អារម្មណ៍បំផុតនោះគឺអេក្រង់ភ្លុះបាទនៅលើតាបឡូនេះទំហំ 12.3 អ៊ីងមួយគូការបង្ហាញរូបភាពចេញមកគឺច្បាស់ល្អមែនទែនបាទទាំងកុងទ័រ digital នេះគឺបង្ហាញព័ត៌មានបានច្រើនទាំងអេក្រង់កំសាន្តផ្នែកកណ្ដាលហើយដែលសំខាន់អេក្រង់កំសាន្តផ្នែកកណ្ដាលនេះអាចភ្ជាប់ជាមួយនឹង Apple CarPlay ក៏ដូចជា Android Auto បានដែលអត់ចាំបាច់ប្រើខ្សែទេហើយការបង្ហាញរូបភាពការបញ្ជាអីគឺ smooth ល្អបាទហើយអីដែលពិសេសទៅទៀតនោះគឺការបំពាក់ជាមួយនឹង speaker Mac Sony បាទដល់ទៅ8គ្រាប់អញ្ចឹងសម្រាប់ការកំសាន្តបាទបងប្អូនចូលចិត្តស្ដាប់តន្ត្រីជិះទៅផ្លូវឆ្ងាយស្ដាប់ចម្រៀងអីហ្នឹងបាទធានាជូនជាមួយនឹងគុណភាពសំឡេងបាទក្រៅពីហ្នឹងទៀត option ទំនើបមួយចំនួនទៀតមានដូចជាកន្លែងសាកថ្មទូរស័ព្ទអត់ប្រើខ្សែបាទកម្លាំងដល់50 វ៉ាត់មានជាមួយនឹងប្រាំងដែរ Electronic ប្រាំង Auto Hold បាទចង្កឹះលេខ Electronic មានជាមួយនឹង Drive Mode របស់វាគឺមាន3មាន Eco សម្រាប់ការបើកបរបែបសំចៃមាន normal សម្រាប់ការបើកបរបែបទូទៅធម្មតាប្រចាំថ្ងៃនិង sport សម្រាប់ការជន់យកល្បឿនផងដែរដែលវាល្អសម្រាប់ការជន់មកជែងឬក៏យើងជិះយកល្បឿនទៅតាមខេត្តអីចឹងណាបន្ថែមពីនឹងដែរវាក៏មានជាមួយនឹងដបកញ្ចក់ធំដែលយើងអាចបើក sunroof របស់វាបានហើយមានជាមួយនឹងពងសុវត្ថិភាព7គ្រាប់ផងដែរយើងទៅ SUV នេះគឺផ្ដោតខ្លាំងមែនទែនពាក់ព័ន្ធជាមួយនឹងរឿង safety ណាជាក់ស្ដែងហ្មងមុខងារ ADAS មុខងារជំនួយទៅលើការបើកបរអីក៏ច្រើនដែរក្រៅពីប្រព័ន្ធប្រាំង ABS ប្រព័ន្ធប្រាំង EBD ប្រព័ន្ធទប់លំនឹងប្រព័ន្ធជំនួយទៅលើការ
ឡើងចំណោតចុះចំណោតអីហ្នឹងវាក៏មានជាមួយនឹងមុខងារ ADAS ជាច្រើនផ្សេងទៀតដើម្បីជំនួយទៅលើការបើកបរប្រចាំថ្ងៃដែរជាក់ស្ដែងហ្មងមានជាមួយនឹងប្រាំងអូតូខាងមុខមានជាមួយនឹង Adaptive Cruise Control មានជាមួយនឹង Blind Spot ក៏ដូចជាចាប់កន្លងផ្លូវផងដែរយើងទៅសម្រាប់ការបើកបរប្រចាំថ្ងៃមុខងារដែលចាំបាច់គឺមានអស់ហើយសម្រាប់ Tiggo 7ពាក់ព័ន្ធជាមួយនឹងដៃចង្កូតវិញការ design គេគឺជាប្រភេទស្រោបស្បែកអញ្ចឹងណាមានជាមួយនឹង chrome highlight នៅលើដៃចង្កូតនេះយើងទទួលបានអារម្មណ៍ថាវា premium មែនទែនណាហើយនៅលើនេះយើងក៏អាចសេរីជាមួយនឹងមុខងារ Adaptive Cruise Control យើងក៏អាចសេរីជាមួយនឹងចម្ងាយពីឡានរបស់យើងទៅឡានខាងមុខក៏ដូចជាមុខងារចាប់កន្លងផ្លូវផងដែរហើយពាក់ព័ន្ធជាមួយនឹងមុខងារសំខាន់មួយចំនួនទៀតក៏មាននៅលើដៃចង្កូតនេះផងដែរយើងទៅគឺមានអស់ហើយពាក់ព័ន្ធជាមួយនឹង material ក៏ដូចជាការរៀបចំនៅលើឡាននេះគឺបែប premium ណា soft touch ច្រើនសូម្បីតែអញ្ចឹងទ្វារក៏ដោយហើយជាមួយនឹងប៊ូតុងចុចបាទតម្លាក់កញ្ចក់អីនេះដៃទ្វារដៃនេះបាទគឺចេញមកបែបអាលុយមីញ៉ូមណាបាទយើងទទួលបានអារម្មណ៍ថាវា premium មែនទែនហើយសម្រាប់កញ្ចក់គឺចុចអូតូទាំង4តែម្ដងទាំងចុះទាំងឡើងគឺអូតូទាំង4បាទហើយពាក់ព័ន្ធជាមួយនឹងការរៀបចំប្លុកវិជាផ្នែកកណ្ដាលទៅលើប្រព័ន្ធម៉ាស៊ីនត្រជាក់នេះគឺមានអារម្មណ៍ថាវាផ្ដល់ភាពងាយស្រួលប្រើច្រើនបូករួមជាមួយនឹងប្រព័ន្ធម៉ាស៊ីនត្រជាក់ដែលជាប្រភេទ dual zone ផងដែរយើងអាចសេរីសីតុណ្ហភាពខុសគ្នាបានពីអ្នកខាងមុខក៏ដូចជាមានរុនម៉ាស៊ីនត្រជាក់ទាំងមុខទាំងក្រោយទាំងម្ដងអញ្ចឹងដូចខ្ញុំនិយាយអញ្ចឹងសម្រាប់ការប្រើជាលក្ខណៈគ្រួសារគឺវាមានភាពងាយស្រួលច្រើនហើយចំណុចពិសេសមួយទៀតនោះពាក់ព័ន្ធជាមួយនឹងការរៀបចំសូម្បីតែនៅលើ tableau អីនេះក៏គេលេង highlight ជាមួយនឹងការ design បែប carbon fiber ជាមួយនឹង piano black មានជាមួយនឹង highlight chrome ញ៉ាំទៅយើងចូលមកយើងទទួលបានអារម្មណ៍ថាវា premium ហើយពាក់ព័ន្ធជាមួយនឹងទំហំបាទ space ខាងក្នុងគឺធំទូលាយជាក់ស្ដែងដូចបងប្អូនឃើញហើយខ្ញុំ 1.8 ម៉ែត្រខ្ញុំអាចអង្គុយផ្នែកខាងមុខនេះឡើងទូលាយហ្មងបាទទាំងខាងលើក្បាលទាំងជើងបាទទាំងកៅអីផ្នែកខាងក្រោយអីក៏ធំទូលាយដែរអញ្ចឹងយើងទៅមើលផ្នែកខាងក្រោយតើពាក់ព័ន្ធជាមួយនឹងកៅអីផ្នែកខាងក្រោយដូចខ្ញុំបញ្ជាក់មកអញ្ចឹងគឺធំទូលាយបាទខ្ញុំ 1.8 ម៉ែត្រខ្ញុំអាចអង្គុយសណ្ដូកជើងបានបាទមក comfort ហ្មងផ្នែកខាងលើក៏អត់ទើសជង្គង់អីក៏អត់ទើសដែរបាទហើយផ្នែកខាងក្រោយនេះគឺមានជាមួយនឹងរុនម៉ាស៊ីនត្រជាក់មានកន្លែងសាក់ថ្មទូរស័ព្ទកណ្ដាលនេះក៏មានជាមួយនឹងកន្លែងដាក់ដៃកន្លែងដាក់កែវទឹកសម្រាប់ពុករបស់វាវិញគឺទុនបាទគឺយើងអាចអង្គុយបានមក comfort ខ្ញុំគាត់ថាផ្នែកខាងក្រោយនេះសម្រាប់មនុស្សធំ3នាក់គឺអាចអង្គុយបានមក comfort ហើយបូករួមជាមួយនឹងដំបូលកញ្ចក់ធំបាទដែលយើងអាច enjoy ជាមួយនឹងទេសភាពនៅផ្នែកខាងលើអញ្ចឹងបងប្អូនជិះទៅតាមផ្លូវខេត្តអីក៏អាច enjoy ជាមួយនឹងទេសភាពបាទព្រៃភ្នំអីបានដែរយ៉ាងទៅគឺល្អមែនទែនអូខេបងប្អូនអញ្ចឹងបើយើងនិយាយពី performance ទៅលើ Chery Tiggo 7នេះវិញគឺវាប្រើម៉ាស៊ីនសាំងចំណុះ 1.5 liter turbo ទំហំ4ស៊ីឡាំងដែលវាអាចបង្កើតកម្លាំងបាន146សេសហើយកម្លាំងរមុលគឺ290 Nmអញ្ចឹងវាប្រើជាមួយនឹងប្រអប់លេខអូតូ6វគ្គប្រភេទ DCT ហើយប្រើពងមុខអញ្ចឹងសម្រាប់កម្រិតស៊ីសាំងជាមធ្យមខ្ទង់7លីត្រជាងទេបាទសម្រាប់ចម្ងាយផ្លូវ100 km អញ្ចឹងសម្រាប់កម្រិតស៊ីសាំងនេះគឺវាអាចឡើងចុះអាស្រ័យទៅលើការបើកបរជាក់ស្ដែងទៅលើស្ថានភាពជាក់ស្ដែងដែរហើយអីដែលខ្ញុំចាប់អារម្មណ៍នោះគឺវាប្រើជាមួយនឹងប្រព័ន្ធជើងក្រោមដែលជាប្រភេទ independent ទាំងផ្នែកខាងមុខទាំងផ្នែកខាងក្រោយផ្នែកខាងមុខជាប្រភេទ MagPerson ហើយផ្នែកខាងក្រោយគឺជាប្រភេទ Multilink អញ្ចឹង independent ទាំងផ្នែកខាងមុខទាំងផ្នែកខាងក្រោយបងប្អូនដែលធ្លាប់ប្រើប្រហែលជាដឹងហើយថាសម្រាប់ការទប់លំនឹងគឺវាធ្វើបានល្អសម្រាប់ការធ្លាក់កលុកអីហ្នឹងក៏វាទប់បានល្អដែរបាទវាអត់អស់លាក់ទេហើយសម្រាប់ការប្រើទូទៅហ្មងគឺផ្ដល់ភាពកម្រិត comfort ខ្ពស់អញ្ចឹងប្រព័ន្ធជើងក្រោមនេះយើងតែងតែឃើញនៅលើឡានដែលមានតម្លៃថ្លៃបាទអញ្ចឹងឥឡូវនេះក៏មានបំពាក់ជាមួយនឹង Chery Tiggo 7នេះដែរដែលវាជួយឲ្យការបើកបរកាន់តែមានផាសុកភាពខ្ពស់ណាបាទល្អសម្រាប់ការប្រើទូទៅប្រចាំថ្ងៃមួយទៀតនោះគឺពាក់ព័ន្ធជាមួយនឹង performance បាទដោយសារតែវាមានជាមួយនឹង drive mode ដែរអញ្ចឹងគឺវាអាច flexible បងប្អូនអាច flexible សម្រាប់ការប្រើប្រចាំថ្ងៃសម្រាប់ការប្រើនៅក្នុងក្រុងហ្មងប្រើតែ eco ទៅដើម្បីភាពសមចៃហើយសម្រាប់ការបើកទៅលើផ្លូវលាតគឺយើងអាចប្រើត្រឹម normal ក៏បានដែរដោយសារតែស្ទុះលបឿនគឺវាស្ទុះក្នុងកម្រិតល្អមួយហើយបាទជាមួយនឹងកម្លាំងរមុលជិត300 Nm អញ្ចឹងគឺស្ទុះហើយបើសិនជាបងប្អូនត្រូវការ performance បន្ថែមទៀតគឺអាចកាច់ចូល sport mode បានបាទគឺងាយស្រួលមែនទែនគ្រាន់តែបវលពឹបគឺចូល sport mode ភ្លាមបាទចំណុចមួយទៀតដែលខ្ញុំចង់បានសិនដែរគឺពាក់ព័ន្ធជាមួយនឹងការទប់សំឡេងរំខានពីផ្នែកខាងក្រៅទាំងសលេងខ្យល់និងសលេងកង់ដូចគ្នាបាទគឺវាទប់បានល្អព្រោះដោយសារតែឥឡូវនេះជិះកុងទ័រចិត្តជាងចិត្តប៉ែតហើយតែដោយបងប្អូនស្ដាប់ឮហើយបាទគឺស្ងាត់ល្អបាទហើយចំណុចដែលខ្ញុំចង់បានសិនមួយទៀតបាទគឺម៉ាស៊ីនត្រជាក់គឺត្រជាក់ល្អអញ្ចឹងនេះជាចំណុចដែលបងប្អូនយើងចង់ដឹងដែរហើយជាក់ស្ដែងហ្មងឥឡូវនេះកំពុងតែបើក sunshade វាក៏នៅតែត្រជាក់ងុំល្អដែរអញ្ចឹងបងដែលចូលចិត្តភាពត្រជាក់ខ្លាំងបាទ Tiggo 7នេះគឺត្រូវហើយចំណុចចុងក្រោយខ្ញុំចង់មែនសិនដែរគឺពាក់ព័ន្ធជាមួយនឹងមុខងារ ADAS បាទដោយសារតែបានសាកមិនដែរពាក់ព័ន្ធជាមួយនឹង Adaptive Cruise Control ក៏ដូចជា Lane Keep របស់វាគឺធ្វើការបានល្អក្នុងនេះគឺខ្ញុំបញ្ជាក់មិញគឺអាចសេរីចម្ងាយគិលាសុវត្ថិភាពណាពីឡានយើងទៅឡានខាងមុខបាន3កម្រិតបាទចិត្តមធ្យមហើយនឹងឆ្ងាយយើងទៅហើយពាក់ព័ន្ធជាមួយនឹង Lane Keep របស់វាក៏ជួយសេរីទៅលើដៃចង្កូតឲ្យឡានរបស់យើងនឹងស្ថិតនៅក្នុងគន្លងត្រឹមត្រូវផងដែរអញ្ចឹងនៅពេលដែលយើងជិះកិនអីគឺវានឹងបត់ចូលមកវិញបាទមកត្រឹមត្រូវមកសេរីឲ្យមកស្អាតអញ្ចឹងខ្ញុំគិតថាបើបងប្អូនជិះទៅលើផ្លូវលឿនលឿនណាផ្លូវដែលមានកណ្ដុះច្បាស់អីគឺបងប្អូនរៀងធូរដៃធូរជើងតិចហើយបាទ
ដាក់តា adaptive cruise control ជាមួយនឹង lane keep គឺផ្ដល់ភាពងាយស្រួលយើងអាចបើកបោបានដោយ relax មកអូខេបងប្អូនអញ្ចឹងនេះគឺជាអ្វីដែលបងប្អូនគួរដឹងពី Cherry Tiggo 7ដែលមានតម្លៃត្រឹមតែ$26,990ប៉ុណ្ណោះជាមួយនឹងការធានាចេញពីក្រុមហ៊ុនប្រើការ Cherry Cambodia ដល់ទៅ7ឆ្នាំឬក៏15,000 គីឡូម៉ែត្រផងដែរអញ្ចឹងចំពោះខ្ញុំផ្ទាល់ខ្ញុំគិតថាវាជា SUV ដែលមានតម្លៃសមរម្យប៉ុន្តែបំពាក់ជាមួយនឹង option ទំនើបក៏ដូចជាមុខងារសុវត្ថិភាពច្រើនហើយ space ខាងក្នុងរបស់វាក៏ធំទូលាយបូករួមជាមួយនឹងការបើកបរផ្ដល់ភាពកម្រិត comfort ខ្ពស់ផងដែរអញ្ចឹងសម្រាប់បងប្អូនដែលចាប់អារម្មណ៍ជាមួយនឹង SUV មួយនេះគឺអាចតំណទៅកាន់ក្រុមហ៊ុន Cherry Cambodia ទៅកាន់ showroom របស់គាត់ផ្ទាល់ដើម្បីបើកបរសាកល្បងដោយផ្ទាល់បានដែលទីតាំងគឺស្ថិតនៅលើវិថី OCIC ឬក៏បងប្អូនអាចតំណតាមលេខទូរស័ព្ទដែលខ្ញុំនឹងដាក់នៅលើអេក្រង់នេះផងដែរចុះចំពោះបងប្អូនវិញយើងណាដែរពី SUV មួយនេះជួយ comment នៅខាងក្រោមផងពីខ្ញុំបាទសេឡុងអរគុណសម្រាប់ការទស្សនាហើយយើងនឹងជួបគ្នានៅវីដេអូក្រោយទៀត